វីដេអូនេះខ្ញុំនឹងចែកម្លែកការពិតគួរចាប់អារម្មណ៍របស់ហ្គេមតូចៗទៅកាន់ប្រូឯងបើចង់ដឹងខ្ញុំដឹងធ្វើម៉េចដំបូងគឺហ្គេម Sonic CD វាមានអាកម្បាំងមួយដល់ល្បីគួរសមនៅក្នុងហ្គេមហ្នឹងវាមាន mode មួយដែលមានឈ្មោះថា Sound Test ដើម្បីស្ដាប់អា soundtrack នៅក្នុងហ្គេមហ្នឹងដើម្បីចូល mode ហ្នឹងយើងត្រូវចុចចុះឆ្វេងស្ដាំហើយនឹង A ហ្នឹងតែប៉ុណ្្នឹងឯងហើយពេលហ្នឹងប្រូឯងនឹងឃើញអាអេក្រង់នេះយើងអាចសេរីលេខនៅលើហ្នឹងប្រសិនជាយើងសេរីលេខត្រូវតង់របស់វាពេលនោះរូបភាពអាកម្បាំងមួយចំនួននឹងលេចចេញមកយើងមើលឧទាហរណ៍40 12 11យើងនឹងឃើញរូបភាព tail ឈរនៅមុខឡានឯគេនេះហើយមានអក្សរថា see you next game ជួបគ្នានៅក្នុងហ្គេមក្រោយឬក៏លេខផ្សេង42 08 01យើងនឹងបានរូបភាព Sonic Mirror Sonic ហើយនឹង Dr. Eggman នៅក្នុង concert អាលេខខ្លះទៀតនឹងមានរូប Sonic ជាមួយនឹងកែភ្នែកដូចកញ្ចក់មានអក្សរជប៉ុនថា Oh boy លយម៉ែហើយនឹងរូបផ្សេងមួយទៀតគឺជាប្រអប់ this game របស់ Sonic ដែលមាន style របស់ Batman ប៉ុន្តែបើសិនជាយើងដូរលេខ46 12និងលេខ25នៅពេលនោះអារូបនេះនឹងចេញមកអារូបនេះយើងអាចឃើញ Sonic ដែលទឹកមុខរបស់គាត់រៀងអត់សូវស្រួលហើយអក្សរហ្នឹងបានសរសេរថាភាពរីករាយគឺគ្មានទីបញ្ចប់របស់ក្រុមហ៊ុន Sega សញ្ញេ Margin ក្នុងភាសាជប៉ុន Margin អាចបកប្រែថាព្រាយបិសាចហៅអូនីម្យ៉ាងទៀតពេលអារូបហ្នឹងចេញមកយើងអាចស្ដាប់ឮ soundtrack ដែលរៀងព្រឹកព្រួចប្រហែលជា Sega គិតថា gamer មិនអាចរករូបភាពហ្នឹងឃើញមកទៅឬក៏ជាអ្វីម្យ៉ាងដែលមនុស្សធម្មតាមិនអាចយល់បានតើអាមនុស្សបែក game មិនយល់អូខេយល់មិនអាហ្នឹងគឺរឿងរបស់ប្រូឯងមិនរឿងរបស់ខ្ញុំទេអូខេបន្ទាប់នោះគឺក្នុង game Sonic Adventure version ជប៉ុនអ្នកលេងនៅទៅដល់ casino មួយមានបរិយាកាសដូច casino នៅ Las Vegas ចឹងហើយនៅកន្លែងហ្នឹងមានចេះស្លៀកពាក់របៀប cowboy មួយដែលពោពេញទៅដោយអំពូលភ្លើង neon យើងចោលរឿងចែហ្នឹងធំជាង Lady Dimitrescu ទៅ You disgusting outsider រឿងប្រហែលត្រូវចាប់អារម្មណ៍នោះគឺនៅពេលដែលយើងទៅក្បែរចេចេហ្នឹងយើងអាចនឹងស្ដាប់សំឡេងធ្ងររបស់ចេចេហ្នឹងស្ដាយត្រង់ version ផ្សេងអាសំឡេងធ្ងរត្រូវបានលុបចោលបាត់ទៅហើយចំពោះអបៈធ្វើយ៉ាងធ្វើអញ្ចឹងទៅអីវិញបន្ទាប់នោះគឺ Pokemon មានវត្តមាននៅក្នុង game Mega Man Battle Network បើសិនជាប្រហែលចូលក្នុងផ្ទះរបស់តួអង្គមួយមានឈ្មោះថាយាយឡើងទៅជាន់ទី1ហើយមើលកន្លែង sofa ប្រហែលនឹងអាចឃើញកម្រាលក្រាលជើងដែលមានរាងដូចជា Pikachu តែ Pikachu ណាធំហ៎វិញហើយចុងក្រោយនៅក្នុង game Mortal Kombat 3បើសិនជាប្រហែលលេង2នាក់100ក្រាលជាប់គ្នាគឺអា game បាញ់យន្តហោះមួយនឹងបង្ហាញចេញមកកាប់ចាក់ប៉ុណ្ណឹងបានហើយបាញ់យន្តហោះខ្លះទៅចំណែក game Mortal Kombat 2បើសិនជាយើងលេង150ក្រាលជាប់គ្នាដូនតារបស់ game រាល់ថ្ងៃផងនឹងបង្ហាញខ្លួនចេញមកអូខេ see ya